ស្រមោលសង្គ្រាមលោកលើកទី3ហាក់កំពុងតែលេចឡើងចំពេលដែលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឲ្យដាក់ពង្រាយនាវាចម្បាំង Admiral Khazanov បំពាក់មីស៊ីលលឿនជាងសម្លេងនិងអាចពំក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទ Zircon ទៅកាន់ដែនទឹកអឺរ៉ុបនាវាចម្បាំងដ៏មានឥទ្ធិពលហើយនឹងគ្រោះថ្នាក់បំផុតមួយនៅក្នុងជួរកងទ័ពជើងទឹករុស្ស៊ីមួយគ្រឿងនេះបានធ្វើដំណើរដោយបិទឧបករណ៍បញ្ជូនទីតាំងដើម្បីគេចចេញពីប្រព័ន្ធរ៉ាដានៅពេលចូលទៅក្នុងដែនសមុទ្របាល់ទិកដែលមានចម្ងាយប្រមាណគីឡូម៉ែត្រប៉ុណ្ណោះពីកោះ Fehmarn របស់អាល្លឺម៉ង់បើតាមកាសែត Express ការបញ្ជូននាវាចម្បាំង Admiral Khazanov ត្រូវធ្វើឡើងដើម្បីឆ្លើយតបទៅនឹងប្រទេសលោកខាងលិចរួមមានអង់គ្លេសនិងបារាំងដែលបានខាត់ទុកកប៉ាល់ដឹកជញ្ជូនរបស់រុស្ស៊ីកប៉ាល់ទាំងនោះត្រូវបានចាត់ប្រកាន់ថាជាកប៉ាល់ដឹកប្រេងស្រមោលរបស់រុស្ស៊ីដែលប្រើប្រាស់ដើម្បីគេចចេញអំពីប្រព័ន្ធបាតុនកម្មអន្តរជាតិការបង្ក្រាបនេះធ្វើឲ្យរុស្ស៊ីក្តៅសោកត្រជាក់យ៉ាងខ្លាំងរហូតដល់លោកប្រធានាធិបតីពូទីនបានហៅសកម្មភាពរបស់ប្រទេសលោកខាងលិចថាគឺជាអំពើចោលសមុទ្រនិងការប្លន់ស្រស់ហើយថែមទាំងគម្រាមវាយប្រហារកប៉ាល់ពួកគេវិញដើម្បីជាការសងសឹកជាមួយគ្នានេះការបញ្ចេញសាច់ដុំផ្លូវទឹកដ៏គួរឲ្យខ្លាចនេះបានកើតឡើងចំពេលដែលមានការព្រមានអំពីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកថារុស្ស៊ីទំនងជាកំពុងតែរៀបចំផែនការវាយប្រហារដោយផ្ទាល់ទៅលើប្រទេសជាសមាជិកនៃអង្គការ NATO ដូចជាប៉ូឡូញឬក៏បណ្ដាប្រទេសនៅតំបន់បាល់ទិកនៅក្នុងប្រមាណសប្តាហ៍ទៀតនេះដើម្បីស្ទាបស្ទង់ការតាំងចិត្តរបស់ប្រទេសលោកខាងលិច